នេះគឺជាអាចកំបាំងដែលគួរឲ្យភ័យរន្ធត់នៃប្រវត្តិសាស្ត្រភាពយន្ត Godzilla ក្នុងឆ្នាំ 1954 ដែល Studio ព្យាយាមលុបបំបាត់និងលាក់បាំងរាប់សិបឆ្នាំមកហើយក្នុងឆ្នាំ 1954 ស្ទូឌីយោមួយក្នុងទីក្រុងតូក្យូប្រទេសជប៉ុនបានជួលអ្នកអនាម័យម្នាក់ដើរតួសម្ដែងជំនួសឲ្យពាក់ឈុតបិសាច Godzilla ដែលមានទម្ងន់រហូតដល់ជាង100គីឡូក្រាមឈុតនោះបានធ្វើចេញពីកៅស៊ូក្រាស់និងមានសារធាតុគីមីហើយខាងក្នុងមានកម្ដៅក្តៅវាបានដូចជាឡចំហុយនៅសប្តាហ៍ទី1ការថតគឺមានសភាពធម្មតាក៏ប៉ុន្តែនៅសប្តាហ៍ទី2អ្វីៗគ្រប់យ៉ាងបានប្រែប្រួលខុសប្រក្រតីទាំងស្រុងបរិះអ្នកអនាម័យដែលសម្ដែងជំនួសនោះចាប់ផ្ដើមបដិសេធមិនព្រមដោះឈុតនោះចេញឡើយសូម្បីតែពេលគាត់ដេកក្លិនស្អុយនៃសាច់លាយឡំជាមួយនឹងក្លិនឈាមស្រស់ចាប់ផ្ដើមភាយចេញពីរូបរាងកាយនៃឈុតបិសាច Godzilla នោះដោយមានការងឿងឆ្ងល់និងមិនអាចទ្រាំបាននៃក្លិនដែលភាយចេញពីរាងកាយនោះបានគ្រូពេទ្យប្រចាំនៅស្ទូឌីយោបានបង្ខំទៅទាញខ្សែរូតនៅនឹងករបស់គាត់ចេញភ្លាមៗនោះសំឡេងស្រែកដ៏រំភើបបានបន្លឺឡើងវាមិនមែនជាសំឡេងខឹងនោះទេក៏ប៉ុន្តែវាគឺជាសំឡេងមនុស្សដែលត្រូវបានគេបកស្បែកទាំងរស់